តែអ្នកទាំងអស់គ្នាធ្លាប់ជឿនរណាគេម្នាក់ខ្លាំងមែនតើរហូតដល់ថ្នាក់ផ្លាស់ប្ដូរជីវិតខ្លួនឯងដើម្បីម្នាក់ហ្នឹងហ្នឹងហើយគឺរឿងហ្នឹងធ្លាក់មកលើខ្ញុំហើយជាមួយស្វាមីរបស់ខ្ញុំតាមដានស្ដាប់ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែករឿងមួយទៅកាន់អ្នកទាំងអស់គ្នាការដែលខ្ញុំចែកម្លែកហ្នឹងគឺមិនមែនវាយប្រហារឬក៏ឲ្យអ្នកទាំងអស់គ្នាហ្នឹងស្អប់ទៅបុគ្គលដែលខ្ញុំនិយាយហ្នឹងឯងគឺខ្ញុំគ្រាន់តែចង់ចែកម្លែកនៅអ្វីដែលអ្នកទាំងអស់គ្នាគួរដឹងការពារខ្លួនអ្នកទាំងអស់គ្នាកុំឲ្យឆ្លងកាត់កំហុសខុសឆ្គងនិងត្រូវបានគេធ្វើបាបដូចជាពួកខ្ញុំណាខ្ញុំនិយាយរឿងហ្នឹងកាត់អត់ចង់សម្រាយឲ្យលម្អិតពេកទេគ្រាន់តែខ្ញុំយករឿងកូកូដែលខ្ញុំលើកយកមកនិយាយគឺនៅក្នុងឆ្នាំ2025កំឡុងខែ11គឺខ្ញុំទទួលបានទូរស័ព្ទ phone call ពីមនុស្សដែលខ្ញុំរាប់អានចិត្តស្និទ្ធនិយាយទៅចិត្តស្និទ្ធរាប់អានស្រឡាញ់ទុកចិត្តហើយគោរពខ្លាំងមែនតើដែលគាត់ត្រូវការឲ្យពួកខ្ញុំជួយទៅធ្វើការនៅក្នុងហាងដូណាត់គាត់មួយរយៈរហូតដល់គាត់រកមនុស្សធ្វើបានអញ្ចឹងដល់ក្តីអាណិតហើយមួយទៀតក៏នឹកឃើញថាចង់ចាប់ឱកាសក្នុងការធ្វើអាជីវកម្មមួយហ្នឹងក៏សម្រេចចិត្តទៅប៉ុន្តែការទៅហ្នឹងគឺទៅតែស្វាមីខ្ញុំឯងមុននឹងយើងទៅហ្នឹងយើងបាននិយាយគ្នាថាពេលដែលយើងទៅដល់គឺគាត់នឹងរៀបចំអ្វីទាំងអស់ឲ្យយើងដូចអ្នកនរគ្នាដឹងស្រាប់ហើយការដែលយើងទៅធ្វើការដូណាត់គឺអ្នកដែលធ្វើការហ្នឹងគឺចាំតែធ្វើការទៅអ្វីៗទាំងអស់គឺតកាយគេអ្នករ៉ាប់រងអញ្ចឹងរឿងហ្នឹងវាអញ្ចឹងឯងអញ្ចឹងយើងជឿជាក់ថាពេលដែលយើងទៅដល់ហ្នឹងគឺអ្វីៗហ្នឹងនឹងរៀបចំឲ្យអស់ប៉ុន្តែនៅពេលដែលយើងទៅដល់គឺវាអត់ដូចជាអ្វីដែលយើងបាននិយាយគ្នាឬក៏អ្វីដែលខ្ញុំពឹងទុកទេអញ្ចឹងដល់ពេលទៅដល់ហ្នឹងគាត់ត្រូវទៅរក apartment នៅដោយខ្លួនឯងតម្រាំយើងរក apartment បានគេព្រមចុះកុងត្រាសាញ apartment ឲ្យយើងគឺចំណាយពេលប្រហែលជាមួយអាទិត្យអញ្ចឹងក្នុងកំឡុងពេលមួយអាទិត្យហ្នឹងគាត់ត្រូវគេងក្នុងឡានខ្លះត្រូវគេងនៅអូតែលខ្លះហើយគេងនៅក្នុងហាងខ្លះដែរដើម្បីសន្សំលុយពីព្រោះលុយទាំងអស់ហ្នឹងគឺយើងចេញពីកប៉ៅខ្លួនឯងយើងដល់ទៅពេលដែលយើងបាន apartment ហ្នឹងហើយក៏យើងមានអារម្មណ៍ថានេះហើយគឺជាសញ្ញាមួយដែលយើងត្រូវប្រយ័ត្នដែរក៏មានអារម្មណ៍ថាដូចអត់សូវស្រួលដែរប៉ុន្តែយើងក៏បន្តទៀតពេលដែលយើងទៅដល់ហាងគឺយើងឃើញសភាពហាងគឺកខិចហើយអញញ៉ៃមែនតែនដោយសារតែអ្នកមុនពេលដែលគាត់ចេញទៅហ្នឹងគឺគាត់បោះចោលអត់រៀបទាំងអស់អញ្ចឹងគឺត្រូវការសម្អាតខ្លាំងមែនតើអញ្ចឹងពេលដែលយើងទៅដល់យើងអត់បានធ្វើការគឺយើងចំណាយពេល2ទៅ3ថ្ងៃក្នុងការសម្អាតនឹងតែម្ដងហើយរបស់របរដែលយើងសម្អាតហ្នឹងក៏អត់មានដែរអញ្ចឹងយើងត្រូវទៅផ្សារទិញរបស់របរហ្នឹងខ្លួនឯងទៀតហើយចេញពីកប៉ៅខ្លួនឯងទៀតព្រោះយើងសង្ឃឹមថាអាការងារដែលយើងដាក់ចិត្តទៅហ្នឹងគឺវាបានទៅមុខណាហើយហាងនឹងទៀតសោក៏មិនអាចធ្វើដំណើរការបានទៅរួចដែរដោយសារតែស្វាមីខ្ញុំក៏អត់ទាន់ចេះវាយនំទេអញ្ចឹងគាត់ក៏ពឹងយើងឲ្យយើងជួយរកអ្នកវាយនំឲ្យទៀតអញ្ចឹងខ្ញុំក៏ពឹងរកមិត្តភ័ក្តិជិតស្និទ្ធរបស់ខ្ញុំគេទៅជួយវាយនំហើយនៅពេលដែលគាត់ទៅដល់ហ្នឹងគឺស្វាមីខ្ញុំត្រូវតែជិះទៅយក airport ត្រូវដឹកចុះដឹកឡើងនិយាយទៅគឺត្រូវជួយគ្រប់សពបែបយ៉ាងរហូតតតាថាធ្វើមិនឲ្យយើងនឹងអាចរ៉ាន់ business នឹងទៅមុខបានបើកហាងបានណាអ្វីដែលយើងលះបង់ទៅទាំងអស់ហ្នឹងគឺយើងអត់ដែលរំពឹងថាចង់បានលុយគាត់ឬឲ្យគាត់មើលឃើញយើងអីអត់ទេគឺយើងគ្រាន់តែថាចង់ធ្វើមិនឲ្យ business នឹងវាទៅមុខហើយយើងឲ្យល្អទាំងអស់គ្នាអ្វីដែលកាន់តែភ្ញាក់ផ្អើលពេលដែល business នឹងបើកគឺពេលដែលយើងចាប់ផ្ដើមបើកទៅគឺយើងមើលឃើញថាអាការដែលគាត់បាននិយាយប្រាប់យើងសន្យាជាមួយយើងថាចំណូលនៃប្រាក់ថ្លៃ business ហ្នឹងបានប៉ុណ្ណឹងគឺវាអត់បានប៉ុណ្ណឹងទេគឺវាបានតិចខ្លាំងមែនតើដែលយើងនឹកស្មានអត់ដល់ណាអញ្ចឹងក៏យើងនៅតែបន្តធ្វើបានប្រហែលជាចិត្តមួយខែគឺយើងដឹងខ្លួនឯងច្បាស់ហ្មងថានេះមិនមែនជា business ដែលអាចធ្វើដំណើរទៅមុខបានទៀតទេហើយអ្វីៗទាំងអស់វាចាប់ផ្ដើមបង្ហាញឲ្យយើងឃើញច្បាស់ថាគឺវាគ្រាន់តែជាពាក្យសម្ដីដែលនិយាយដើម្បីឲ្យយើងមកសិនអ្វីដែលគេសន្យានិងអ្វីដែលគេនិយាយទាំងអស់គឺវាខុសប្រាក់ចាក់ទាំងអស់ការចំណាយដែលយើងត្រូវដាក់លុយចូលក្នុងហាងហ្នឹងក៏យើងដាក់ចូលកប៉ៅខ្លួនឯងទៀតពីព្រោះទាំងអស់គ្នាដឹងឯងពេលដែលភ្ញៀវមកភ្ញៀវខ្វះនេះខ្វះនោះយើងពិបាកទៅរកលុយគាត់អញ្ចឹងយើងយកកប៉ៅខ្លួនឯងចេញសិនទៅដល់យើងពេលខ្លះបានឲ្យបងទៅពេលខ្លះក៏អត់ទៅនិយាយទៅគឺមកហើយមួយថ្ងៃហ្នឹងសិនទៅពេលដែលយើងចាក់ចេញហ្នឹងគឺយើងអត់ទទួលបានប្រាក់ខែដែលយើងបាននិយាយគ្នាទាំងអស់ទេគឺប្រហែលជា2-3ខែក្រោយទៅខ្ញុំទទួលបានប្រាក់ខែដែលស្វាមីខ្ញុំធ្វើការហ្នឹងបានទាំងអស់មកវិញដែលហួសចិត្តជាទីបំផុតហ្នឹងហើយខ្ញុំក៏ដឹងថានឹងមានរឿងដែរ
ប៉ុន្តែឲ្យយើងរួចមកគ្រាសិនណានៅជាកំហុសមួយដែរគឺនៅពេលដែលប្តីខ្ញុំចាក់ចេញហ្នឹងគឺឈ្មោះប្តីខ្ញុំនៅក្នុងអាផាតមិនហ្នឹងដដែលទេ Baker ម្នាក់ហ្នឹងគាត់ចេញដែរចេញទាំងអស់គ្នាចេញពីអាផាតហ្នឹងទៅគឺធ្វើឲ្យខូចកងត្រាមអាផាតមិនហ្នឹងមុនណាអញ្ចឹងគឺគេផាករហូតដល់មួយខែហើយយើងត្រូវបង់សងគេ6ខែរហូតតតែមានគេចូលនៅតែចៃដន្យអីសំណាងមែនតើយើងBaker គាត់ចាក់ចេញខែ4ហើយគេរកមនុស្សចូលមកនៅបានខែ7អញ្ចឹងយើងត្រូវសងគេសរុបទាំងអស់ប្រហែលជា$4000 $4000ហ្នឹងគឺលុយហ្នឹងគឺធ្លាក់មកលើឈ្មោះប្តីខ្ញុំហើយនឹងឈ្មោះ Baker ដោយសារតែពីរអ្នកគាត់ហ្នឹងគឺឈ្មោះនៅលើកុងត្រាហ្នឹងអញ្ចឹងវាអស័ក្តិសមសោះថាប្តីខ្ញុំគាត់ចាក់ចេញតាំងពីណាពេលណីហើយយើងក៏ប្រាប់គាត់មុនដែរប៉ុន្តែឈ្មោះហ្នឹងលុយហ្នឹងគឺនៅតែរឿងហ្នឹងគឺត្រូវតែឲ្យប្តីខ្ញុំនៅតែ clear តដែរអញ្ចឹងរាល់ថ្ងៃហ្នឹងគឺឈ្មោះនៅលើឈ្មោះប្តីខ្ញុំហើយឈ្មោះលើ Baker ហ្នឹងបើសិនជាពួកយើងអត់សងទេពីរអ្នកគាត់នឹងខូចឈ្មោះហើយយើងដឹងស្រាប់ហើយនៅអាមេរិកនៅពេលដែលយើងខូចឈ្មោះហ្នឹងគឺពិបាកមែនតើហ្មងអញ្ចឹងនេះជា lesson ធំមែនតើដែលយើងមិនគួរណាយកឈ្មោះយើងយកទៅចោះសញ្ញេទៅលើ list ណាមួយឬក៏ apartment ណាមួយដែលយើងដឹងថាម្នាក់ហ្នឹងអត់សូវស្រួលហើយយើងនៅធ្វើទៀតបើសិនជាកលែកមើលត្រឡប់ក្រោយទៅវាជាការឈឺចាប់មួយដែរប៉ុន្តែខ្ញុំយកការឈឺចាប់នឹងយកជាមេរៀនហើយសង្ឃឹមថាទាំងអស់គ្នាបានឮរឿងហ្នឹងហើយអាចយកទៅសិក្សាជាមេរៀនដូចគ្នាអញ្ចឹងមេរៀនទី1ដែលខ្ញុំរៀនបានធំបំផុតហ្នឹងគឺគុំជឿលើពាក្យសម្ដីរបស់គេងាយពេកតាំងពីគេសន្យាជាមួយយើងទោះបីជាមនុស្សដែលយើងរាប់អានស្គាល់គ្នាក៏ដោយគឺយើងអត់គួរជឿសម្ដីគេហ្មងហើយមួយទៀតគឺយើងគុំនៅពេលដែលគេនិយាយមកស្រួលពេកណាដូចថាអូបើសិនជាមានលុយតិចក៏យកហាងគេបានបើសិនជាអត់លុយក៏ជួលហាងគេបានបើសិនជាអត់ធ្វើអីក៏ធ្វើការគេបាននិយាយទៅគឺថាដូចស្រួលមែនតែនហ្មងអាហ្នឹងជាមុខសញ្ញាបងប្អូនត្រូវប្រយ័ត្នដែរហើយចំណុចទី2ហ្នឹងគឺយើងត្រូវធ្វើអីក៏ដោយគឺមុននឹងយើងសាញអីសញ្ញាអីនៅលើកុងត្រាណាមួយយើងត្រូវអានឲ្យច្បាស់ហ្មងបើសិនជាយើងអត់ច្បាស់យើងមានអារម្មណ៍ថាមានបញ្ហាគឺយើងកុំសាញនៅលើហ្នឹងចំណុចទី3ហ្នឹងគឺខ្ញុំចង់ឲ្យអ្នកនរគ្នារៀនឲ្យជាមួយខ្ញុំដែរគឺគុំអត់ល្វីល្វល់ជាមួយនឹងអាសញ្ញាប្រាប់យើងថាដូចអត់សូវស្រួលណាគេហៅថា red flag ពីអង់គ្លេសអញ្ចឹងបើសិនជាយើងមើលទៅអត់សូវស្រួលអារម្មណ៍យើងវាប្រាប់យើងថាអូយម្នាក់ហ្នឹងអត់សូវស្រួលមើលទៅផ្លូវហ្នឹងដើរទៅដូចមិនទេអីចឹងណាវាអត់ស្រួលក្នុងចិត្តទាំងអស់គ្នាយកចិត្តដាក់ជាមួយនឹងសញ្ញាទាំងអស់ហ្នឹងពីព្រោះអាចនិយាយបានថាប្រេះកំពុងតែប្រាប់យើងថាមនុស្សហ្នឹងឬក៏កន្លែងហ្នឹងទីតាំងហ្នឹងអត់សូវល្អហើយប្រយ័ត្នមែនតើឬក៏ចាក់ចេញទៅបោះបង់ចោលទៅត្រឡប់មកវិញទៅអញ្ចឹងសញ្ញាហ្នឹងគឺមានមករហូតបើមិនតែពួកខ្ញុំអត់បានយកចិត្តដាក់ជាមួយវាសោះហើយចំណុចទី4ហ្នឹងគឺថាខ្ញុំជឿជាក់ថាលុយដែលខ្ញុំបានបង់ទៅហ្នឹងគឺនឹងបានត្រឡប់មកវិញទាំងអស់សប្តាហ៍ថ្ងៃនេះខ្ញុំទទួលបានពាក់កណ្ដាលនៅសល់ពាក់កណ្ដាលទៀតដោយសារតែខ្ញុំមានភ័ស្តុតាងនៅដៃខ្ញុំទាំងអស់តាំងពីសារសម្លេងតាំងពីរូបថតតាំងពី receipt តាំងពីអ្វីដែលយើងចរចាគ្នាទាំងអស់ហ្នឹងគឺខ្ញុំបានទុកទាំងអស់អញ្ចឹងទៅខ្ញុំជឿជាក់ថាគាត់នឹងទទួលខុសត្រូវនៅរឿងទាំងអស់ហ្នឹងហើយចំណុចទី5ទាំងអស់គ្នាគុំខ្លាចនឹងសួរសួរច្រើនឆ្ងល់ច្រើនសួរច្រើនហើយហ៊ានដេញដោលហ៊ាននិយាយហើយយើងកុំខ្លាចថាបើសិនជាយើងសួរគេទៅព្រោះប៉ះពាល់ចិត្តគេបើសិនជាគេពិតជាមនុស្សស្មោះត្រង់មែនណាសំណួរអីដែលយើងសួរគេទៅក៏គេហ៊ានឆ្លើយជាមួយយើងដែរនេះជាអ្វីមួយដែលខ្ញុំត្រូវហ៊ានដែរដូចថាយើងឲ្យហ៊ានសួរយើងគិតថាបើសួរទៅយើងឆ្លើយយើង try to be nice គេអត់ខ្វល់ទេគេអត់ខ្វល់នៅពេលដែលយើងមានរឿងណាបីសាច់ចកោមតោខ្លាអីចេញមកអស់ហាអញ្ចឹងពេលហ្នឹងគឺយើងគួរនិយាយអីយើងនិយាយលើតុហើយកុំខ្លាចកុំទុកកិត្តិយសអីឲ្យគេមិនបាច់ទេនិយាយអស់ទៅរឿងហ្នឹងធ្វើឲ្យខ្ញុំជាមួយស្វាមីខ្ញុំកាន់តែរឹងមាំជាងមុននៅអ្វីដែលយើងបានឆ្លងកាត់ហើយក៏ពិតវាឈឺចាប់យើងចំណាយអស់ច្រើនយើង stressful ជាមួយរឿង apartment រឿងអីហ្នឹងប៉ុន្តែចុងក្រោយគឺពីអ្នកខ្ញុំនៅតែស្រឡាញ់គ្នាប្តីខ្ញុំអត់ដែរបន្ទោសខ្ញុំនៅពេលដែលខ្ញុំបញ្ជូនគាត់ទៅស្គាល់មនុស្សប្រភេទអញ្ចឹងហើយឲ្យគាត់បានធ្លាក់ខ្លួនទៅឡើងលងជ្រៅជាមួយមនុស្សអញ្ចឹងហើយសប្តាហ៍នេះក៏ខ្ញុំនៅហៅគាត់បងហៅអីធម្មតាគឺនៅតែល្អជាមួយគាត់នៅតែគិតគាត់ល្អបន្តទៀតសង្ឃឹមថាគាត់នឹងមានឱកាសក្នុងការយល់កំហុសរបស់គាត់តែបើអត់ទេក៏អត់អីដែររឿងហ្នឹងមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាជួបរឿងចឹងស្រៀងខ្ញុំកុំភ្លេចជួយចែកម្លែកប្រាប់ខ្ញុំផងហើយខ្ញុំអត់ចង់លើកឈ្មោះរបស់គាត់លើកហាងរបស់គាត់លើកទីតាំងនិងកន្លែងរបស់គាត់ទេគឺវាមិនមែនជាគោលបំណងខ្ញុំដើម្បីវាយប្រហារមនុស្សណាម្នាក់ឯងគោលបំណងខ្ញុំតាំងពីខ្ញុំនិយាយពីដំបូងអញ្ចឹងគឺគ្រាន់តែចង់ចែកម្លែកអំពីបទពិសោធន៍នៃការដែលខ្ញុំបានជួប
ប្រទេសហើយវាជាកំហុសខុសឆ្គងហើយខ្ញុំអត់ចង់ឲ្យនរណាគេជួបរឿងហ្នឹងដូចខ្ញុំទេបើសិនជាវីដេអូហ្នឹងឬក៏រឿងហ្នឹងអាចជួយទៅកាន់មនុស្សម្នាក់ឬក៏គ្រួសារម្នាក់អូគឺខ្ញុំសប្បាយចិត្តហ្នឹងហើយគាត់ជាគោលបំណងរបស់ខ្ញុំទេអញ្ចឹងបើសិនជាអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយ like and share ហើយ comment ប្រាប់ខ្ញុំផងតើអ្នកនរគ្នាមានបានជួបរឿងអីស្តៀងខ្ញុំអត់អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយអូកុំជួបវីដេអូអញ្ចឹងទៀតខ្ញុំបាយបាយហើយ